ដោយសង្ខេបទៅគឺវគ្គទី1គឺនមស្ការភាសាបាលីវគ្គទី2គឺមាននមស្ការប្រែទៀតរហូតសូត្រទៅតល់តែមហូបនឹងឈប់ក្តៅទៅព្រោះអាហុយមកបែរជាមករុយរោមវិញវាដូរពីហុយមករុយវិញម្ដងរុយរោមលោកអង្គុយកោពោះផងអីផងមើលតែម៉ោង7:12នៅក្នុងពិធីបុណ្យនីមួយៗដំណើរការរលូនដំណើរការយឺតយ៉ាវឬក៏ដំណើរការយ៉ាងណាអាស្រ័យលើលោកអាចារ្យដែរព្រោះបើលោកអាចារ្យលោកមានភាពឆ្លៀវឆ្លាស់ប្រតិពលក្នុងកិច្ចការងារនានានៅក្នុងពិធីនេះគឺដំណើរការទៅបានរលូនប្រសើរទៅបើលោកអាចារ្យលោកមានកិច្ចពិធីដតីផ្សេងកន្លែងខ្លះស្ទើរតែដាច់ចង្ហាន់ប្រសងព្រោះដូចមានពិធីគាត់សពបែបយ៉ាងពីនេះពីនោះទៅមើលម៉ោង11:59នាទីអីមិនដឹងតែឆាន់យ៉ាងម៉េចទេព្រោះនឹងមានអង្គុយធ្វើម៉េចឲ្យជាប់ភ្នែនហើយព្រោះអញ្ចឹងគឺតកតងនៅចំណុចនេះគឺរឿងអាចារ្យផងដែរព្រោះរឿងអាចារ្យដែលលោកយល់កិច្ចហើយលោកអាចារ្យគ្រប់រូបផងដែរថាมันចំពោះតែលោកអាចារ្យលោកអញ្ជើញមកពីណាទេគឺសុទ្ធសឹងតែជាអាចារ្យទាំងអស់ព្រោះហើយពាក្យថាអាចារ្យនេះមកពីអាចារ្យៈប្រែថាគ្រូណាប្រែថាគ្រូអាចារ្យហ្នឹងប្រែថាគ្រូបើភាសាសៀមហៅថាអាចារ្យបើយើងស្ដាប់នៅក្នុងន័យខ្មែរយើងវាដូចជាអត់សូវព្រោះណាមានអាចារ្យកាលណាមានអាចារ្យមានអាឆ្នាំងទៀតហើយអញ្ចឹងថាមិនអញ្ចឹងទេញាតិញោមគឺនៅក្នុងភាសាខ្មែររបស់យើងគឺអាចារ្យនេះប្រែថាគ្រូណាជាអ្នកដឹកនាំជាអ្នកធ្វើជាគំរូណាជាអ្នកធ្វើជាគំរូអញ្ចឹងលោកអាចារ្យគណៈកម្មការដែលនៅក្នុងមូលដ្ឋានបានលោកអាចារ្យដែលលោកអញ្ជើញមកពីខេត្តមានវោហាស័ព្ទអញ្ចឹងគួរតែសប្បាយចិត្តថាអូបានចំណេះដឹងថ្មីប្លែកមើលអាចារ្យហ្នឹងមានក្បាច់គុណអីខ្លះអញ្ចឹងយើងយកចំណុចដែលល្អមកទៅបានទៅជាដែលទៅធ្វើពិធីសាសនានានាតាមផ្ទះតាមភូមិតាមនិគមជនបទអីបង្កើនបន្ថែមទៀតតែលោកអាចារ្យយើងយល់កិច្ចឲ្យបានច្រើនទៅគឺมันអត់បរិស័ទទេព្រោះលោកនឹងស្វះស្វែងរកទោះបីនៅទីណាកន្លែងណាក៏ដោយព្រោះកាលណាយើងត្រូវតែយល់កិច្ចជាពិសេសអាចារ្យត្រូវតែមានភាពស្អិតល្មួតជាមួយនឹងព្រះសង្ឃដឹងកិច្ចកុរៈដែលយើងត្រូវធ្វើអីការនេះយើងត្រូវពិធីអីគឺការលឿនឬក៏យឺតយ៉ាងណាអាស្រ័យលើលោកអាចារ្យមានអាចារ្យនៅភូមិនោះមួយមិនមែននៅនេះណាអាត្មាបញ្ជាក់ជាខាងដើមមកហើយគាត់នៅពេលដែលចង្ហាន់ត្រង់យើងអត់តន់ដល់ទេវេលាថ្ងៃស្អែកបានដល់ចង្ហាន់ត្រង់រៀបមកចង្ហាន់ក្តៅហុយហើយលោកមិនបានប្រគេនប្រសងឆាន់ភ្លាមទេណាព្រោះយកមកធ្វើកិច្ចគឺមានចង្ហាន់ហុយមកហើយលោកដឹកនាំនមស្ការហើយនមស្ការនឹងទៀតសោតមិនមែនតាំងអរហាឬក៏ដោយសង្ខេបទេគឺវគ្គទី1គឺនមស្ការភាសាបាលីវគ្គទី2គឺមាននមស្ការប្រែទៀតរហូតសូត្រទៅតល់តែមហូបនឹងឈប់ក្តៅទៅព្រោះអាហុយមកបែរជាមករុយរោមវិញវាដូរពីហុយមករុយវិញម្ដងរុយរោមលោកអង្គុយកោពោះផងអីផងមើលតែម៉ោង7:12ចិត្តថ្ងៃត្រង់ហើយចឹងលោកក៏មិនបានសូត្រអីទេនឹកឃើញថាម៉ោងក៏គៀកផុតដែរទៅហើយលោកឆាន់សិនក៏លោកសួរអាចារ្យថាលោកអាចារ្យនៅទីហ្នឹងគេមិនបានសូត្រធម៌ច្រើនម្ល៉េះដេចគុណហើយនៅស្រុកហ្នឹងគេសូត្រតែអញ្ចឹងណាគេសូត្រតែអញ្ចឹងគឺត្រឡប់គេអ្នកស្រុកហ្នឹងអូអញ្ចឹងឯងព្រោះអញ្ចឹងអាត្មាឆាន់សិនហើយអញ្ចឹងវគ្គលោកឆាន់ហើយចប់សពគ្រប់អស់ទៅដល់វគ្គលោកម្ដងសូត្រអ្នកម៉ូ3ចប់ថែម3ទៀតឡើង9ចប់ដល់កុសលា3ចប់វិភាំង3ចប់ធាតុទុក្ខថា3ចប់អីទៀតញោមធាតុទុក្ខថាពុកល័ព្ទ3ចប់មហាប្រធាន3ចប់យមកັບ3ចប់និងចុងក្រោយមហាប្រធាន3ចប់ហើយនៅក្នុងនោះគឺអាទា3ចប់យតិ3ចប់រហូត3ចប់ទាំងអស់រហូតដល់ម៉ោង1ជាងហើយត្រឡប់នៅក្នុងស្រុកហ្នឹងតតែលោកឆាន់ហើយបានហ៊ានហូបញាតិញោមអត់ហ៊ានទៅណាទេអត់ហ៊ានទៅណាចោលលោកអាពោះក៏វាកោអាឃ្លានក៏ឃ្លានតែអត់ហ៊ានប្រាប់លោកទេចប់ទៅបានសួរលោកថាដេចគុណមិនសូត្រធေါ်ច្រើនម៉េចកណ្ដាលមិនតាន់បាយផងអូត្រឡប់អាត្មាសូត្រតែអញ្ចឹងឯងត្រឡប់អាត្មាសូត្រតែអញ្ចឹងឯងឲ្យតែហើយគឺ3ចប់ទាំងអស់យើងឯងតាំងពីម៉ោង12តិចរហូតដល់ម៉ោងជាង1ហ្នឹងហើយអញ្ចឹងឲ្យដឹងថាលោកអត់ខឹងទេញាតិញោមណាលោកអត់ខឹងទេណាគាត់ថាលោកត្រឡប់សូត្រណាអញ្ចឹងគឺថាយើងអាចកាត់បន្ថយពីដែលពឹស្ដាហ្នឹងមកសង្ខេបមើលពេលវេលាបើថាមានពេលច្រើនអាហ្នឹងយើងដាក់ទៅហ្នឹងដាក់មកពេលសំគួរទៅតែបើថាមើលទៅពេលរៀងគៀកហើយហ្នឹងយើងលៃលោកកន្លែងណាដែលគៀកចប់មកសម្រាប់ប្រសងលោកបានចង្ហាន់ក្តៅអីទៅញាតិញោមមិនណាចេះចង់ក្តៅតែប្រសងមិនចង់ឲ្យតែត្រជាក់អញ្ចឹងណាអញ្ចឹងគឺយើងលៃលោកពេលវេលាតាមនឹងដែរញាតិញោម